បច្ចុប្បន្នរថយន្តគឺមានច្រើនមែនទែនបងប្អូនហើយខ្ញុំជឿថាបងប្អូនពិបាកក្នុងការជ្រើសរើសរថយន្តដែលត្រូវចិត្តជាពិសេសតម្លៃក៏សំខាន់ដែរហើយតម្លៃធូរថ្លៃហើយរថយន្តល្អមាន option ច្រើនគឺជាជម្រើសរបស់បងប្អូនហើយឥឡូវនេះខ្ញុំមានរថយន្តមួយចង់ណែនាំបងប្អូនគឺ Volkswagen Sing-G ស៊េរីឆ្នាំ2024ដែលមានតម្លៃក្រោម30000ទេណាបងប្អូនហើយបន្តិចទៀតខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិតែឥឡូវហ្នឹងបងប្អូនអាចមើលខាងក្នុងបងប្អូនឃើញទេអេក្រង់ធំផ្ដេកទំហំ 12.3 អ៊ីងមានកាមេរ៉ា360មានកុងទ័រ Digital ហើយអ្វីដែលពិសេសបងប្អូននេះមើលកន្លែងតាប់ឡូស្អាតទេបងប្អូនហើយប្រអប់លេខគឺជាប្រអប់លេខបច្ចេកវិទ្យារបស់អាល្លឺម៉ង់ណាបងប្អូនបាទគឺ7វគ្គ CVT បាទអូតូតែម្ដងហើយមានប្រាំងដៃក៏ដូចជាមានបច្ចេកវិទ្យាទំនើបផ្សេងទៀតហើយចង្កូតវិញ design បែបអក្សរ D តែមើលទៅគឺស្រស់ស្អាតខ្លាំងហើយបងប្អូនមើលកៅអីគេខ្មៅក្រឹបមកស្អាតហើយអញ្ចឹងគេលយឥឡូវខ្ញុំនាំបងប្អូនចេញទៅមើលខាងក្រៅបន្តិចទៀតយើងនឹងចូលមកផ្នែកខាងក្នុងទៀតហើយផ្នែកខាងក្រៅខ្ញុំជឿថាបងប្អូនឃើញហើយប្រកបជាស្រឡាញ់ពីពិសេសជាមួយនឹងតម្លៃដែលធូរថ្លៃហើយមានការ design ស្អាតខ្លាំងបងប្អូននេះនៅផ្នែកខាងមុខជាមួយនឹងប៉ាណាស្អាតខ្លាំងជាមួយនឹងទ្រមេឃគ្រាប់បែបហ្នឹងហើយនេះគឺជា Volkswagen Sing-G ស៊េរីឆ្នាំ2024ដែលទៅតែមានលក់នៅស្រុកខ្មែរយើងទេហើយតម្លៃបងប្អូនបាទឃើញហើយប្រកាសជាភ្ញាក់ផ្អើលតែម្ដងដោយសារតែតម្លៃធូរថ្លៃមិនគួរឲ្យជឿត្រឹមតែ$23800តែប៉ុណ្ណោះឥឡូវបងប្អូនមើលមកជុំជាមួយខ្ញុំសិនជាមួយនឹង model ថ្មីនេះហើយអ្វីដែលពិសេសគឺមានកាមេរ៉ា360ដូចខ្ញុំបញ្ជាក់បងប្អូនមុនហ្នឹងអញ្ចឹងនេះបងប្អូនហើយមានកាមេរ៉ានៅក្រោមនេះណាបាទហើយយ៉ាន់ក៏ជាប្រភេទយ៉ាន់អាលុយមីញ៉ូមទំហំ16អ៊ីងបាទនេះគឺមានទ្រមេយ៉ាងស្អាតបាទហើយខាងក្រោយរបស់គេនេះក៏មានការរចនាស្អាតដែរជាមួយនឹង stop ប្រភេទ LED ជាមួយនឹង sensor បាទចូលចតរហូតទៅដល់3គ្រាប់បាទហើយមានកាមេរ៉ា1គ្រាប់បើសិនបើបងប្អូនពេញចិត្តអាចអញ្ជើញមក showroom របស់ Wuling បាទហើយនេះគូតខាងក្រោយធំអាចដាក់អូលីបានច្រើនក៏ដូចជាអីវ៉ាន់បានច្រើនហើយនឹងមានកង់សកួរបាទហើយខាងក្នុងរចនាស្បែកពណ៌ខ្មៅមើលទៅស្អាតមែនទែនបាទហើយដបពណ៌សបងប្អូនណាបាទអញ្ចឹងបងប្អូនចង់បានរថយន្តដែលមានតម្លៃអាចថា20000ជាងមកមើល Wuling Sing-G ស៊េរីឆ្នាំ2024នេះបានហើយយើងចូលទៅមើលផ្នែកខាងក្នុងបាទខាងក្នុងគឺជាចំណុចមួយដែលធ្វើឲ្យរថយន្តនេះកាន់តែស្អាតដោយសារតែមានការរចនាជាមួយនឹងស្បែកពណ៌ខ្មៅបាទអមជាមួយនឹងធ្នេរពណ៌ប្រផេះអញ្ចឹងទៅបាទមើលទៅកាន់តែធ្វើឲ្យរថយន្តនេះកាន់តែស្អាតហើយយើងជិះបាន5នាក់មកទលាយតែម្ដងរថយន្តនេះគឺអត់ធំពេកហើយក៏មិនទូចដែរអាចថាបរិបទស្រុកខ្មែរសម្រាប់សមាជិកគ្រួសារ4ឬក៏5នាក់មកល្មមតែម្ដងហើយការរចនាពូកកៅអីបាទគឺស្អាតខ្លាំងបាទនេះយើងអាចទាញមកបានហើយផ្នែកខាងមុខកាប៊ីនវិញគឺញាក់សាច់អេក្រង់នេះធំបាទជាប់ជាមួយនឹង Apple CarPlay និង Android Auto បានបាទជាពិសេសដៃចង្កូតរាងជាអក្សរ D បាទស្អាតខ្លាំងហើយអេក្រង់កុងទ័រធំបាទជាប្រភេទ Digital ផងដែរអ្នកធ្វើដំណើរផ្នែកខាងមុខបាទនេះបងប្អូនបាទបងប្អូនមើលតាប់ឡូរបស់គេនេះស្បែកបាទហើយស្នេហ៍ពណ៌ប្រផេះជ័រហើយនឹងមានកន្លែងដាក់អីវ៉ាន់បាទម៉ាតលាយហើយកៅអីគេដែលចំណាំមកស្អាតបាទមើលទៅជាប្រភេទដែលគេហៅថាបែបពណ៌ក្តោបដងខ្លួនបានល្អបាទហើយជាប្រភេទបាទរថយន្តប្រើ Smart Key បងប្អូនហើយចំពោះកន្លែងចុចបញ្ជាទៅលើម្លុកម៉ាស៊ីនវិទ្យានេះដោយទ្រប piano អញ្ចឹងស្អាតបាទនេះស្អាតខ្លាំងបាទហើយនេះឡងព្រិលតែម្ដងអូខេឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងកន្លែងកតុងឡានបាទនេះផ្នែកខាងក្នុងបាទកៅអីគឺជាប្រភេទកៅអីស្បែកប៉ុន្តែយើងប្រើដៃទាញណាបងប្អូនបាទតែយើងអាចសេរីបានតាមរយៈការទាញបាទនេះកន្លែងហ្នឹងបាទហើយរចនាមកគឺដោបដងខ្លួនបានល្អហើយកន្លែងនេះវិញមានកម្រិតបាទខ្ពស់ទាបរបស់ headline នៅផ្នែកខាងមុខយើងអាចសេរីបានគេសោគេបងប្អូនស្អាតឥឡូវខ្ញុំដេបញ្ឆេះឲ្យបងប្អូនមើលបាទជាប្រភេទ Smart Key ណាបងប្អូនបាទនេះ
ចេញមកត្រង់គេមកឆ្ងាញ់តែបាទសម្រាប់360តែជិះមកជុំរថយន្តហ្មងណាបងប្អូននេះតែសម្រាប់360មកឆ្ងាញ់បើមកជុំហើយបានលីចេញមកចេះអូខេចំពោះអេក្រង់បាទ digital គឺប្រភេទអេក្រង់ monitor នេះវិញក៏មើលព័ត៌មានបានបានល្អដែរបាទចាញ់ពីត្រង់កំសាន្តទេឥឡូវយើងចូលលម្អិតផ្នែកខាងមុខទាំងអស់គ្នាបាទខាងមុខនេះគឺប្រើប្រាស់ជាមួយនឹងអំពូលពុជបាទចំនួន2គ្រាប់ហើយអំពូលនេះគឺអាចបាទសារ៉េឡើងពោះទាបបានហើយនឹងមានបាទសញ្ញោស្អាតបែបហ្នឹងបាទហើយខាងក្រោមនេះគឺជាគេហៅថាភ្លើងកាត់អាប់បាទមួយគ្រាប់ទៀតហើយខាងក្រោមមានប៉ាណាក៏ដូចជាមានកាមេរ៉ានៅខាងក្រោមនេះមួយទៀតបាទអញ្ចឹងរថយន្តនេះមានកាមេរ៉ា360ដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងបាទអញ្ចឹងបងប្អូនដែលត្រូវការរថយន្តបាទលក្ខណៈគ្រួសារ SUV 590i បាទមានតម្លៃត្រឹមតែ$23,800អាចមកមើលបាទ Wuling Singchi សេរីឆ្នាំ2024នេះបានយើងចូលមកដល់ប្លុកម៉ាស៊ីនបាទម៉ាស៊ីននេះគឺជាម៉ាស៊ីនសាំង 1.5 លីត្រហើយកម្រិតស៊ីប្រេងវិញ100គីឡូស៊ីត្រឹមតែ7លីត្រជាងទេបងប្អូនអញ្ចឹងសំចៃខ្លាំងអញ្ចឹងបើសិនបើស្រឡាញ់ពេញចិត្តរថយន្តបាទប្រភេទថ្មីដែលខ្ញុំបង្ហាញនេះអាចបាទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ឬក៏ចូលទៅ page របស់ Wuling Cambodia ដើម្បីព័ត៌មានបន្ថែមអញ្ចឹងជាចុងក្រោយសូមអរគុណសូមជម្រាបលា